សួស្តីប្រិមិត្ត fan BR ទាំងអស់គ្នាថ្ងៃនេះយើងមកត chapter ទី 6 បន្តសាច់រឿងរបស់យើង Wu Won កំពុងតែគិតអំពីសូអានគេគឺជាម្នាក់នៅថ្ងៃនោះគាត់មិនមែនខឹងខ្ញុំទេប៉ុន្តែគឺចង់អរគុណខ្ញុំ Wu Won បានសម្លឹងទៅផ្ទះសូអានហើយសម័យថាតាំងពីពេលដែលខ្ញុំបានឈប់ហាលទឹកមកខ្ញុំមានទម្លាប់មួយដែលខ្ញុំចូលចិត្តថ្ងៃណាដែលខ្ញុំអន់ចិត្តជាមួយខ្លួនឯងហើយចង់គេចពីបញ្ហាទាំងនោះខ្ញុំតែងតែចិត្តល្អដាក់មនុស្សជុំវិញខ្លួននៅពេលដែលពួកគេទទួលទឹកចិត្តរបស់ខ្ញុំដោយរីករាយនោះវាធ្វើអារម្មណ៍របស់ខ្ញុំប្រសើរឡើងបន្តិចតើខ្ញុំគឺជាមនុស្សលាក់ពុតមែនទេប្រហែលជាខ្ញុំចិត្តល្អដើម្បីបំពេញចិត្តរបស់ខ្លួនឯងប៉ុន្តែខ្ញុំចូលចិត្តទម្លាប់មួយនោះមិនខ្វល់ថាវាគឺជាទង្វើមិនស្មោះត្រង់ឬជាការលងលោមខ្លួនឯងទេប៉ុន្តែវាអាចធ្វើឲ្យជីវិតខ្ញុំឆ្លងកាត់ថ្ងៃលំបាកបានប៉ុន្តែមនុស្សម្នាក់នោះទៅដូចជាស្លេកស្លាំងតើគាត់ឈឺខ្ញុំគិតថាគាត់យំនៅពេលនោះហើយវាមិនមែនជារឿងរបស់ខ្ញុំទេមែនមិនតើវូវអញចូលជីវិតគេមិនគេលែងស្លេកថ្ងៃនេះសូអានបានទៅមន្ទីរពេទ្យគ្រូពេទ្យថាថ្ងៃនេះដូចជាមកឆាប់តោះចូលក្នុងខ្ញុំទៅតែឆុងកាហ្វេហើយមានអារម្មណ៍ថាក្តៅណាស់ summer ហ្នឹងខ្ញុំបានប្រើគ្រាប់កាហ្វេថ្មីសង្ឃឹមថាអ្នកចូលចិត្តអរគុណតើមានអារម្មណ៍យ៉ាងណាដែរប្រហែលអាទិត្យនេះសូអានថាវាដូចទៅដូចនឹងខ្ញុំមិនអាចដេកលក់បានទេគ្រួសាររបស់ខ្ញុំនៅតែដាក់សម្ពាធមកឲ្យខ្ញុំហើយអ្នកមិនមានអារម្មណ៍ប្រសើរបន្តិចទេវាបានប្រសើរជាមិនបានដេកតតែសោះប៉ាសួរថាមានអ្វីចែកអំលែកពីអារម្មណ៍របស់អ្នកទេថ្ងៃនេះសូអានគិតបន្តិចនិយាយថាថ្មីនេះគាត់បានជួបមនុស្សម្នាក់ប៉ាកំពុងភ្ញាក់ផ្អើលមែនហ៎ប្រហែលអាទិត្យមុនមានភ្លៀងធ្លាក់នៅពេលដែលខ្ញុំកំពុងធ្វើដំណើរចេញពីពេទ្យទៅផ្ទះខ្ញុំកំពុងជ្រកភ្លៀងសុកស្រាប់តែមាននរណាម្នាក់ឲ្យខ្ញុំខ្ចីឆាត់ខ្ញុំបានទៅកន្លែងនោះជាច្រើនដងដើម្បីបានជួបគាត់ម្ដងទៀតប៉ុន្តែវាមិនសំណាងសោះហើយខ្ញុំបានជួបគេម្ដងទៀតគឺជាអ្នក delivery នៅពេលដែលខ្ញុំបានជួបគេម្ដងទៀតខ្ញុំបានអរគុណនិងសងឆាត់ទៅឲ្យគាត់វិញប៉ែគេថាយល់ហើយប៉ែមានការសម្លឹងទៅសូអានទើបតែឃើញសូអានមានអារម្មណ៍ញាប់ញ័រលើកទី1ប៉ែសួរថាមានអារម្មណ៍យ៉ាងណាដែរនៅពេលដែលអ្នកបានជួបមនុស្សថ្មីតើវាមានអារម្មណ៍លំបាកដូចពីមុនទេអត់ទេបេះដូងរបស់ខ្ញុំមិនបានលូតញាប់ទេនិងមិនមានអារម្មណ៍ថាដូចជាចង់ស្លាប់ខ្ញុំមិនបានភ័យខ្លាចវាយូរណាស់ហើយដែលខ្ញុំមិនចង់ដឹងពីនរណាម្នាក់ប៉ែតបានខ្ញុំដាក់សូអានខ្ញុំគិតថាអ្នកគួរតែចូលទៅចិត្តគាត់ឬប៉ែតនិយាយចឹងសូអានមានការភាំងប៉ែតថាអ្នកបានរីកចម្រើនច្រើនហើយប៉ុន្តែនៅតែថប់អារម្មណ៍ពេលបានជួបមនុស្សប្លែកអាចរក្សាគម្លាតបន្តិចហើយចាប់ផ្ដើមសានទំនាក់ទំនងជាមួយគាត់វាប្រហែលជាអាចប្រសើរចំពោះអ្នកនេះគឺវាមានប្រយោជន៍ចំពោះការព្យាបាលរបស់អ្នកសូអានបានធ្វើមុខភ្ញាក់ផ្អើលហើយនិយាយថាខ្ញុំនឹងពិចារណាមកមើលWu Wonវិញពេលនេះត្រូវ delivery ទៅ Golden Plate ទៀតហើយកំពុងតែឆ្ងល់មនុស្សនៅទីនោះ order pizza ច្រើនជាងគាត់គិតទៅទៀតWu Wonបានងើយមើលទៅលើមេឃឃើញអាគារហើយនឹកដល់សូអានអំប្រឹងប្រាប់ខ្លួនឯងថាវាមិនមែនជារឿងរបស់ខ្ញុំទេកំពុងជិះម៉ូតូសុកភ្លាមនោះមានឡានមួយកំពុងបើកចេញមកបន្ទាប់មកសាច់រឿងបានកាត់ដល់សូអានកំពុងបាក់ឡានមកផ្ទះពងចោះស្តុកក្រហមសុកហើយបានគិតទៅដល់សម្ដីគ្រូពេទ្យនិយាយមុននោះមិនដឹងថាត្រូវធ្វើយ៉ាងម៉េចហើយស្តុកក៏បានបៃតងកំពុងបាត់ឆ្វេងចូលទៅក្នុងផ្ទះប្រាប់តែមានលើសំឡេងមនុស្សកំពុងប្រកែកគ្នាគ្រោះថ្នាក់សូអានបានងាកមើលបន្តិចហើយក៏បានមកចាច់ហើយពេលនេះអាប៉ែដែលបានបុកWu WonគឺកំពុងតែជេរWu Wonហើយអត់មានហ៊ានបាក់បយអាបរាជ័យគ្រាន់តែលើសំឡេងជេរសូអានបានងាកមើលយូរទៅដូចប្រហែលអាប៉ែនឹងនៅតែបន្តជេរWu Wonអាចង្រៃហើយមានលុយសងដែរហើយគិតថាហើយអស់ចាមែនWu Wonខំប្រឹងសុំទោសគេនឹងបញ្យល់ថានឹងសងលុយប៉ែចិត្តខ្មៅនៅតែបន្តថាឲ្យហើយមានដឹងថាឡានរបស់អញថ្លៃប៉ុន្មានទេហើយមានលុយសងដែរចង្រៃយកដុំអត់នេះហែងហើយខ្ញុំក៏សូមអធិស្ឋានទៅដល់ពាក្យអាស្រោះទឹកឡើងWu Wonមានអារម្មណ៍ថាដៃកំពុងតែឈឺភ្លាមនោះសំឡេងមួយក៏បាននិយាយថាមានបញ្ហាអ្វីនោះអាប៉ែចិត្តខ្មៅងាកមើលទាំងភ្ញាក់ផ្អើលខាងសូអានគីមជីនយ៉ុងចង្រៃយោហើយពេលនេះអាប៉ាជីនយ៉ុងខំនិយាយរាក់ទាក់ថាមិនបានជួបគ្នាយូរហើយសុខសប្បាយដែរទេហើយគេនិយាយសុំទោសថាមិនគួរសួរអញ្ចឹងទេឬថាឯងមិនសូវសុខសប្បាយទេហើយអាប៉ានៅតែបន្តនិយាយអប្រយ័ត្នពួកគេនិយាយថាឯងនៅតែផ្ទះឯងគួរចេញមកក្រៅខ្លះដើម្បីមើលមនុស្សជុំវិញខ្លួនប៉ារបស់យើងបានចាំជួបឯងតាពេលណាឯងជួបគ្នាហើយសូអានរបស់យើងគឺថាខ្មើតែម្ដងសូអានបានទះដាក់អាប៉ានឹងចេញពីស្មារបស់គាត់យើងសួរថាឥឡូវមានរឿងអីកើតឡើងអាប៉ានឹងអន់ចង់ក៏តារាមាថាអូយថ្ងៃនេះវាមិនសំណាងល្អសោះពងជីឡានសុកមិនដឹង delivery មកពីណាវាបុកយើងចង្រៃយកសូអានសួរគេបុកហើយWu Won លឺហើយខំប្រកែកវាមិនមែនជាការពិតទេគាត់គឺជាអ្នកបាក់របស់ខ្ញុំពេលមុខឡើងក៏បានឃើញចាស់ផ្ទះ3501ទៅកន្លែងនឹងWu Wonអត់តាន់ស្គាល់ឈ្មោះសូអាននេះអានគេដឹងច្បាស់ហ្មង
ថាប្រកាសទីគាត់បានអង្គុយចុះឲ្យសួរវូវ៉ាន់ថាមានចាំខ្ញុំទេអ្នកមានរបួសហើយអ្នកមិនអីទេហើយពេលនេះពូវ៉ាន់មានចង្កាអៀនខ្វាត់ចុះតែម្ដងបើក្បាលមកគឺថាសូអានតាមញ៉ាយសោះមកចាប៉ានោះក៏បានសួរថាហើយស្គាល់គេសូអានឆ្លើយថាយ៉ាយើងត្រូវជូនគាត់ទៅពេទ្យចាំយើងតាក់ទងមកប៉ានោះហ៊ានខ្ទប់មិនសូអានហើយនិយាយមិនចឹងហើយច្រកចង់ចែកដើរឿងគេគឺថាតើពួកឯងទាំងពីរជុកគ្នាយ៉ាងម៉េចវាមិនសមថាឯងស្គាល់មនុស្សចឹងនៅជុំវិញខ្លួនរបស់ឯងបានចូលពីការងារហើយរស់នៅជីវិតអញ្ចឹងអានឆ្លើយទាំងខ្មើថាត្រូវហើយជីវិតវាភាសាជាប្រមុនអញ្ចឹងយើងត្រូវធ្វើការកុំភ្លេចតាក់ទងមកផងដោយសារឯងស្គាល់គាត់យើងលើកលែងឲ្យម្ដងចោះសូអានកំពុងគិតថាចង្រៃយកទៅពាក់ប៉ាក់នឹងមួយបាត់ហើយបានមើលវូវ៉ាន់តែវាឈឺខ្លាំងណាស់មិនដែរទេអត់ទៅដៃរបស់អ្នកឈឺខ្លាំងណាស់មិនដែរទេអាចក្រោកឈប់បានទេខ្ញុំនឹងនាំអ្នកទៅមន្ទីរពេទ្យវូវ៉ាន់មានអារម្មណ៍មិនទេនៅមន្ទីរពេទ្យសូអានកំពុងនិយាយទូរស័ព្ទដោះស្រាយបញ្ហាឲ្យវូវ៉ាន់ភ្លាមនោះស្រាប់តែមាននរណាហៅគាត់ហើយអ៊ីនចុងហើយតែសង្ហាមួយនឹងគឺជាសង្សាររបស់យ៉ូហានយើងនឹងឯងសូអានបានសួរពីអាការៈរបស់វូវ៉ាន់តាមបារម្ភតែសង្ហារបស់យើងឆ្លើយថាគ្មានការបាក់ឆ្អឹងគ្រាន់តែរបួសសរសៃគាត់នឹងត្រូវប្រយ័ត្នយ៉ាងហោចណាស់2សប្តាហ៍គាត់កំពុងព្យាបាលចលនាសូមចាំតិចទៅសូអានបានអរគុណពេទ្យហើយពេទ្យសួរថាស្គាល់វូវ៉ាន់យ៉ាងដូចម្ដេចហើយសូអានអត់មានឆ្លើយទេបើជាសួរពេទ្យវិញស្គាល់វូវ៉ាន់ដែរពួកយើងបាននៅក្លឹបហែទឹកជាមួយគ្នាវាមានរយៈពេល10ឆ្នាំហើយខ្ញុំមានការភ្ញាក់ផ្អើលដែលគាត់មកជាមួយអ្នកយើងបានបាត់ទំនាក់ទំនងជាមួយគ្នានេះគឺជាលើកដំបូងដែលបានឃើញគាត់ធំធាត់ឡើងតើឯងជួបគាត់ដូចម្ដេចខ្ញុំគិតថាឯងគឺជាមិត្តតែមើលទៅដូចវាមិនមែនទេសោអានបងគាត់ហៅពីនិយាយណាខ្ញុំបានជួបគាត់ដោយចៃដន្យហើយខ្ញុំបានជួយគាត់នៅពេលដែលខ្ញុំបានឆ្លងកាត់ប៉ែតឆ្ងល់គាត់ថាគាត់ជឿមែនឯងគ្រាន់ជួបគាត់ចៃដន្យចឹងហ៎ប៉ែតបានសំឡងសូអានបន្តិចហើយសួរថាតើអ្នកមិនអីទេនៅមន្ទីរពេទ្យមនុស្សច្រើនណាស់សោអានហើយភ័យភ្លេចគាត់ទៅលូនឯងមានជំងឺថាប់អារម្មណ៍ឥឡូវនេះនៅក្រៅមន្ទីរពេទ្យវូវ៉ាន់បានតាក់ទងទៅរក manager ខ្ញុំមិនចង់ជឿវាពិតជាញ៉ៃញ៉ៃខ្លាំងណាស់ខ្ញុំនោះសូអានបានហៅម្ចាស់ឡាននឹងតាក់ទងមករកអ្នកឆាប់គេបាននិយាយថាអ្នកបានបាក់លឿនដូច្នោះអ្នកត្រូវតែដោះស្រាយវាហើយខ្ញុំបានប្រាប់មិត្តរួមការងាររបស់អ្នកយកម៉ូតូអ្នកទៅហើយអរគុណសម្រាប់ការជួយតើអ្នកនឹងទៅហាងវិញត្រូវហើយ manager បានហៅទៅបញ្ចប់រឿងតើអ្នកកំពុងទៅផ្ទះមែនហើយអរគុណថ្ងៃនេះបានជួយជីវិតខ្ញុំសូអានបានសម្លឹងមើលវូវ៉ាន់យូស្រាប់តែចង់ជូនគេទៅផ្ទះវូវ៉ាន់ខំបដិសេធថារបួសវាមិនសូវធ្ងន់ធ្ងរទេខ្ញុំមិនអីទេសូអានថាមិនបាច់ក្រែងចិត្តទេចង់តែធ្វើការទាំងដៃអញ្ចឹងខ្ញុំនឹងសម្រាប់នៅផ្ទះតើវាទៅរួចដែរកុំបារម្ភអី manager ខ្ញុំចិត្តល្អណាស់តែខ្ញុំខ្លាចថាខ្ញុំអាចសម្រាប់បានយូរហើយពេលនេះវូវ៉ាន់ឈឺក្បាលហើយខ្ញុំគួរតែរកការងារមួយទៀតសូអានពងចាណាមើលទៅប្រហែលជាអាចជួយខ្ញុំព្យាបាលបានសូម្បីតែទុកលំបាកអ្នកដទៃខ្ញុំឃើញតែក្តីសុខខ្លួនឯងពេញមួយថ្ងៃមានក្តីសង្ឃឹមមួយបានលេចមកមនុស្សជួបសោម្នាក់នេះតើជាក្តីសង្ឃឹមដែលអាចធ្វើឲ្យខ្ញុំបញ្ចប់ការឈឺចាប់បានតើគាត់ពិតជាអាចជួយខ្ញុំបានមែនតបពីពិចារណាលើកូនប្រុសគេពេញមួយថ្ងៃហើយពេលនេះសូអានដែលចិត្តស៊ូវ៉ាន់ខ្ញុំអាចជួយអ្នកបានថាម៉េចខ្ញុំនឹងជួយការងារអ្នករហូតដល់ដៃរបស់អ្នកជាវូវ៉ាន់ខំបដិសេធទេវាច្រើនពេកហើយខ្ញុំមិនអាចសុំទៀតបានទេក៏តែខ្ញុំគិតថាអ្នកកំពុងនៅដំណាក់កាលលំបាកមួយខ្ញុំនឹងមិនអីក្នុងរយៈពេល1ខែទាំងថ្លៃព្យាបាលនិងសំណងខូចខាតឡានអ្នកអាចរ៉ាប់រងបានដែរវូវ៉ាន់បានភ្ញាក់ខ្លួនភ្លេចគិតថាជីវិតវារ៉ោករ៉ាក៏បញ្ហាដែលមើលមិនឃើញទាំងនោះតែងតែមករកខ្ញុំប្រាក់ខែនេះមិនអាចបង់ថ្លៃព្យាបាលបានទេតែខ្ញុំអាចផ្សំបំណុលនិងចំណាយលើការរស់នៅយ៉ាងដូចម្ដេចអ្វីគ្រប់យ៉ាងវាហួសពីសមត្ថភាពរបស់ខ្ញុំមានអារម្មណ៍ថាថត់ដង្ហើមណាស់មិនមែនជាលើកដំបូងហើយអ្វីបានជាវាលំបាកម្ល៉េះការងារផាតថាមមិនអាចបង់ថ្លៃចំណាយទាំងនោះទេនេះគឺជាកំហុសរបស់ខ្ញុំហើយអ្វីបានជាខ្ញុំមានអារម្មណ៍លំបាកចិត្តម្ល៉េះតើគួរធ្វើយ៉ាងដូចម្ដេចដើម្បីឲ្យវាប្រសើរឡើងវិញពិភពលោករោគរាក់សាងដោយខ្លួនឯងហើយអ្វីសំណាងអាក្រក់ទាំងនោះគឺជាកំហុសរបស់ខ្ញុំមិនគិតថារឿងអាក្រក់ទាំងនោះជាប់គាំងជាមួយខ្ញុំសអាងខ្ជិលឲ្យវូវ៉ាន់សម័យច្រើនពេលខ្ញុំអាចជួយអ្នកបានមួយអាទិត្យរហូតដល់របួសរបស់អ្នកជាសះស្បើយតែសាររបួសវាមិនសូវធ្ងន់ធ្ងរអ្នកនឹងអាចជាសះស្បើយនៅពេលនោះវូវ៉ាន់សួរហើយដោយជួយខ្ញុំសអានគេដើរតាមផៅផែនការគេខ្មើតយកមកទៅគាត់ហ៊ានប្រយ័ត្នដែរតែហើយសារតអ្នកបានឲ្យខ្ញុំខ្ចីឆាតដូច្នេះខ្ញុំក៏តបស្នងទៅវិញទៅវូវ៉ាន់នេះស្ទើរតែមិនជឿហេតុផលនេះទួយតែបានសោះខ្ញុំពិតជាវេទនាណាស់នៅថ្ងៃនោះដូច្នេះខ្ញុំដឹងគុណអ្នក
នេះគឺជាហេតុផលដែលខ្ញុំជួយវូវ៉ាន់បានអរគុណហើយនឹងទៅពិភាក្សាមួយម៉ាណេច័រសិនសអានគេថាល្អអញ្ចឹងតាក់ទងមកខ្ញុំនៅពេលដែលរៀបចំហើយកូនដូចបន្លំយក contact គេមកចុះក៏ឡាមកខ្ញុំបាក់ឡានជូនទៅវូវ៉ាន់មានឈរថ្វឹងអរគុណគេចឹងទៅហើយ chapter ទី8របស់យើងក៏បានបញ្ចប់ពី3 chapter នោះតួរបស់យើងដែលមានរឿងហៅគិតច្រើនដល់ខ្ញុំខ្ជិលកាត់ក៏ដាក់ទាំងអស់ហើយបាត់សាច់រឿងខ្ញុំថាអ្នកទាំងអស់គ្នានឹងយល់ហើយខ្ញុំក៏សូមអធិស្ឋានដល់សំឡេងញ៉ាញ៉ៃព្រោះតាចៅសៀមវាបានវាយខ្មែរចង់ឲ្យខ្ញុំអត់មានអារម្មណ៍ស្មារតីរឿងសោះអរគុណដល់អ្នកទាំងអស់គ្នាបានជួយគាំទ្រវីដេអូរបស់ខ្ញុំហើយយើងនឹងជួបគ្នានៅ chapter បន្ត 멋져줄래 꼬집어줄래